ខ្ញុំតែនឹងគិតថាខ្ញុំជាម្ចាស់នៃជីវិតរបស់ខ្ញុំប៉ុន្តែវានឹងពិតជាទូទៅទេបិទជីវិតរបស់ខ្ញុំគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តាមអង្គពុទ្ធហើយខ្ញុំអាចនិយាយបានថាខ្ញុំគ្មានអ្វីទាំងអស់ហើយអ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នៅពេលដែលខ្ញុំគិតអំពីជីវិតរបស់ខ្ញុំត្រូវតែទទួលស្គាល់ថាជីវិតរបស់ខ្ញុំមិនមែនជារបស់ខ្ញុំនោះទេប៉ុន្តែផ្ទុយទៅវិញជីវិតរបស់ខ្ញុំគឺជាអំណោយទានរបស់ព្រះជាម្ចាស់ដែលជាអ្នកបង្កើតរូបខ្ញុំឡើងមកដូច្នេះប្រសិនបើព្រះជាម្ចាស់ជាអ្នកបង្កើតអ្នកនោះអ្នកគ្រាន់តែជាអ្នកគ្រប់គ្រងតែប៉ុណ្ណោះមិនមែនជាម្ចាស់នោះទេប៉ុន្តែនៅពេលដែលយើងគិតដល់ពាក្យថាភាពជាអ្នកគ្រប់គ្រងនោះជារឿយយើងតែងតែគិតអំពីលុយតែប៉ុណ្ណោះក៏ប៉ុន្តែជាការពិតណាស់ភាពជាអ្នកគ្រប់គ្រងគឺមានតម្លៃលើសពីទឹកលុយទៅទៀតវាគឺគ្រប់គ្រងជីវិតរបស់យើងទាំងមូលភាពជាអ្នកគ្រប់គ្រងគឺជាការគ្រប់គ្រងការត្រួតពិនិត្យឬការដឹកនាំលើអ្វីមួយដែលប្រកបដោយការប្រុងប្រយ័ត្ននិងទំនួលខុសត្រូវជាពិសេសការយកចិត្តទុកដាក់ដល់មនុស្សណាម្នាក់ភាពជាអ្នកគ្រប់គ្រងគឺជាការរៀនពីរបៀបគ្រប់គ្រងជីវិតដែលព្រះជាម្ចាស់បានប្រទានដល់យើងរាល់គ្នាម្ចាស់គឺជាអ្នកសម្រេចចិត្តចង់ធ្វើអ្វីមួយទៅលើអ្វីៗដែលជាកម្មសិទ្ធិរបស់ខ្លួនប៉ុន្តែចំពោះបាវបម្រើវិញគឺជាអ្នកទទួលខុសត្រូវនៅចំពោះមុខចៅហ្វាយរបស់ខ្លួនជីវិតមួយនេះត្រូវបានប្រគល់ឲ្យយើងជាអ្នកថែរក្សាវាមិនមែនជាកម្មសិទ្ធិរបស់យើងនោះទេដូច្នេះប្រសិនមកវាត្រូវបានប្រគល់មកឲ្យយើងនោះយើងត្រូវតែរាយការណ៍អំពីរឿងរ៉ាវទាំងនោះទៅកាន់អ្នកដែលប្រគល់វាឲ្យយើងផងដែរអ្វីៗដែលយើងមានសពថ្ងៃនេះសុទ្ធតែជារបស់ព្រះជាម្ចាស់បានប្រគល់ឲ្យយើងដរាបណាយើងមិនទទួលស្គាល់ការពិតមួយនេះទេនោះយើងនឹងមិនអាចក្លាយទៅជាអ្នកគ្រប់គ្រងល្អសម្រាប់អ្វីៗដែលទ្រង់បានប្រគល់ឲ្យយើងនោះទេខ្ញុំគ្មានអ្វីទាំងអស់អ្វីៗទាំងអស់ជារបស់ព្រះជាម្ចាស់តែមួយគត់